អូជីតបយ៉ាងធូរក្រោយមានមតិថាលួចចម្លង flow របស់ទេពីសាទអូជី Golden ត្រូវបានមហាជនមួយចំនួនបញ្ចេញមតិថាម្ចាស់ពានរូបនេះចម្លង flow របស់ទេពីសាទទន្ទឹងនឹងមានការវែកញែកកន្លងមកអូជីបានផលិតបទនេះជា MV និងមានបំឡងទម្លាក់បទនេះនៅលើទីផ្សារស្របពេលនៅតែមានអ្នកថាអូជីចម្លង flow របស់ទេពីសាទនៅតែកើតមានឡើងតែត្រូវបានអូជីតបយ៉ាងធូរខ្សុយទៅវិញនៅយប់ថ្ងៃទី10 ខែកក្កដាអូជីបានទម្លាក់វីដេអូ teaser នៃបទថ្មីរបស់ខ្លួនមានចំណងជើងថា Hello Never ទស្សនិកជនមួយចំនួនក៏បានស្ដាប់ខ្លះមកហើយក្នុងពេលកន្លងមកនេះដែលអូជីធ្លាប់បានបញ្ចេញកន្លងមកហើយបទនេះទៀតសោតក៏រងនៅការបញ្ចេញមតិវែងញែកជាច្រើនផងដែរទោះបីជារំលងមកច្រើនថ្ងៃក្តីអូជីបានទម្លាក់ teaser នៅបទខាងលើនេះមិនថានៅលើបណ្ដាញសង្គម Facebook និង TikTok នោះទេនៅតែមានមតិជាច្រើននៅតែថាអូជីចម្លង flow របស់ទេពីសាទអ្នកខ្លះទាំងនិយាយថាបទ Hello Never ជាបទ Hello មេតំបន់ទី2ថែមទៀតផងអ្នកខ្លះទៀតចំអកទៅកាន់អូជីដោយមិនហៅឈ្មោះអូជីចំនោះទេគឺហៅទេពីសាទទៅវិញយ៉ាងណាមិញម្ចាស់ពានរូបនេះពុំនៅស្ងៀមឡើយនិងមិនបិទការបញ្ចេញមតិដូចមុនឡើយប៉ុន្តែម្ចាស់ពាន Rapper Fighter រដូវកាលទី1បានតបយ៉ាងធូរស៊ុយថាពេលនោះមានអ្នកគាំទ្របានចូលទៅបញ្ចេញមតិថាបទដូចទេពីសាទអូជីឆ្លើយតបថាខូចក្មេងមួយទៅទេនៅពេលគណនីនោះឲ្យស្ដាប់មើលទៅដឹងហើយអូជីបានតបថាលុបចេញទៅប្អូនខ្មាស់គេនៅលើបណ្ដាញសង្គមវិញប្អូនប្រុសម្នាក់បានបញ្ចេញមតិថាសួស្ដីទេពីសាទពេលនោះអូជីតបថាសួរបងត្រង់បងធ្វើល្ងងឬក៏ល្ងងមែនគួរបញ្ជាក់ទៀតថាចាប់តាំងពីខ្លាចជាម្ចាស់ពានមកអូជី Golden បានធ្វើឲ្យមានមតិរិះគន់ជាញឹកញាប់ហើយរូបគេទទួលបានមតិចំអកឡតលើយពីអ្នកលេងបណ្ដាញសង្គមថាជាប់ដោយសារតែគ្រូបង្វឹកមរណភាពរបស់រត់គោទៅវិញ